សុខភាពបន្តពូជរបស់ឆ្មាឈ្មោលសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកអំពីសុខភាពបន្តពូជរបស់ឆ្មាឈ្មោលវិញម្ដងដោយសារតែវីដេអូមុនខ្ញុំនិយាយពីឆ្មាញីក៏មានបងប្អូនយើងខ្លះគាត់ចង់ដឹងពីឆ្មាឈ្មោលដែរជាទូទៅឆ្មាឈ្មោលគាត់ពេញវ័យឬមួយក៏ធំពេញរូបពេញរាងហ្នឹងចន្លោះពីអាយុ7ខែឡើងទៅប៉ុន្តែក៏មិនមានន័យថាគាត់អាចបន្តពូជនៅអាយុ7ខែឬមួយ8ខែនឹងបានដែរវាតាមអារម្មណ៍របស់គាត់និយាយទៅតើតាមានអីមួយមករំញោចគាត់បានគាត់អាចមានអារម្មណ៍នៅក្នុងការបន្តពូជបានហើយវាក៏អាស្រ័យទៅលើកត្តាសុខភាពគាត់ដែរបើសិនជាឆ្មាឈ្មោលរបស់យើងហ្នឹងរឹងមាំញ៉ាំបានសុខភាពល្អអាហ្នឹងអាចធ្វើឲ្យគាត់ហ្នឹងមានការបន្តពូជលឿនតែបើថាគាត់រាងខ្សោយឬមួយក៏សុខភាពគាត់អត់សូវល្អអាហ្នឹងក៏វាយឺតតាមនឹងដែរកត្តាដែលមកជួយជំរុញឆ្មាឈ្មោលហ្នឹងអាចកើតមានបានដូចជាមានឆ្មាញីដែលកំពុងរោឈ្មោលហ្នឹងនៅជុំវិញផ្ទះឬមួយក៏លឺសំឡេងយំរបស់ឆ្មាញីឬមួយក៏ធុំក្លិនអរម៉ូនដែលចេញមកពីឆ្មាញីអាហ្នឹងធ្វើឲ្យគាត់មានអារម្មណ៍បន្តពូជភ្លាមៗហ្មងហើយការបន្តពូជរបស់ឆ្មាឈ្មោលហ្នឹងអត់មានជាដំណាក់កាលដូចឆ្មាញីទេឆ្មាញីគាត់មានដំណាក់កាលទី1ទី2ទី3គាត់ឈប់ហើយគាត់អាចសារមកវិញម្ដងទៀតប៉ុន្តែឆ្មាឈ្មោលគឺអត់មានហ្មងចង់និយាយថាឲ្យតែមានអីមករំញោចអារម្មណ៍គាត់បន្តិចគឺគាត់អាចបន្តពូជបានគ្រប់ពេលគ្រប់វេលាដូចឆ្មារបស់ខ្ញុំនេះគាត់អាចបន្តពូជជាមួយក៏ចេះបន្តពូជហ្នឹងតតែអាយុ2ឆ្នាំដោយសារតែយើងកំណត់ឆ្មាឈ្មោលអត់បានទេព្រោះឆ្មាខ្លះតែមួយឆ្នាំអីហ្នឹងគឺរញីហើយតែដល់ពេលឆ្មាខ្ញុំនេះមានញីមានអីនៅជុំវិញខ្លួនដែរប៉ុន្តែអត់ចង់តើថាដល់កំណត់មួយថារំញោចអារម្មណ៍គាត់ហើយបានគាត់ទៅដោយខ្លួនឯងហើយអាការៈនៃការរញីហ្នឹងក៏ស្តីងនឹងឆ្មាញីដែរមានការយំស្លែករោគ្នាហើយយកចិត្តយកថ្លៃម្ចាស់នឹងពវល់ខ្លួនគាត់ថាអត់មានអពវល់គូដូចឆ្មាញីទេគ្រាន់តែថាឆ្មាឈ្មោលពេលរញីម្ដងគឺថាអត់មានរយៈពេលកំណត់ច្បាស់លាស់ថាប្រហែលខែគាត់រោម្ដងអីគឺអត់មានទេគឺតាមអារម្មណ៍ពេលណាដែលគាត់ចង់រញីគឺគាត់រញីហ្មងហើយអាការយំការអីហ្នឹងគឺខ្លាំងគាត់ស្រែកខ្លាំងអញ្ចឹងហើយវាអាចផ្ដល់ផលរំខានមកយើងហ្នឹងវាច្រើនដែរហើយបងប្អូនសួរថាឆ្មាញីនិងឆ្មាឈ្មោលមួយណាគួរចិញ្ចឹមច្រើនជាងខ្ញុំអាចឆ្លើយបានទេព្រោះអាហ្នឹងវាអាស្រ័យលើការចូលចិត្តរបស់យើងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជានិយាយខុសត្រង់ណាអីកុំប្រកាន់អីគ្រាន់តែចង់ចែករំលែកទេបាយបាយ